Liễu Châu Lo Sơ Phén cứ chia còn lại cái chân này, quỷ tiêu tức chong mi kinh chọc đợt thủng, nâng đồng bông kế ở bọc hạch khoang xì. 是国内版的一个生产，海外版的话，它的区别就是前面我们有。ក្រុមហ៊ុន China Media Group CMG បានសហការជាមួយនឹងរដ្ឋបាលស្វយ័តខ្វាងស៊ីសងនៃសាធារណរដ្ឋប្រជាមានិតចិនរៀបចំដំណើរទស្សនកិច្ចប្រព័ន្ធផ្សព្វផ្សាយអាស៊ានក្នុងនោះមានប្រទេសកម្ពុជាគឺប្រព័ន្ធផ្សព្វផ្សាយ AMS និង CNM រួមនឹងប្រព័ន្ធផ្សព្វផ្សាយមកពីប្រទេសម៉ាឡេស៊ីឥណ្ឌូនេស៊ីហ្វីលីពីនភូមាវៀតណាមឡាវថៃរួមនឹងសាព័ត៌មានចិនទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីខ្សែចង្វាក់ផលិតកម្មនៅសួនឧស្សាហកម្មលាវជូឡូសឺហ្វិននៅក្នុងទីក្រុងលាវជូនៃខេត្តខ្វាងស៊ីដំណើរទស្សនកិច្ចខាងលើនេះគឺជាផ្នែកមួយនៃសប្តាហ៍កិច្ចសហប្រតិបត្តិការដៃគូប្រព័ន្ធផ្សព្វផ្សាយអាស៊ានឆ្នាំ2025នៅទីក្រុងណានីងរបស់ខេត្តខ្វាងស៊ីដែលរៀបចំឡើងដោយក្រុមហ៊ុន China Media Group CMG មានមូលដ្ឋានធំនៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី2ដល់ថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2025បើតាមការរៀបរាប់សួនឧស្សាហកម្មលាវជូឡូសឺហ្វិនគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Guangxi Novang Food ជាកន្លែងដ៏ធំដំបូងគេរបស់ខេត្ត Guangxi ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ2015នៅក្នុងការផលិតនិងកែច្នៃគុយទាវទឹកខ្យងនិងបន្ទាប់មកមីកញ្ចប់ Losefen ប្រកបដោយគុណភាពនិងស្តង់ដាររបស់ប្រទេសចិនផលិតផលរបស់ Novang ត្រូវបានលក់នៅទូទាំងពិភពលោកដែលធ្វើឲ្យคล้ายទៅជាម៉ាកយីហោLosefen ឈានមុខគេផលិតផលត្រូវបាននាំចេញចម្បងទៅកាន់សហរដ្ឋអាមេរិកកាណាដាអូស្ត្រាលីសិង្ហបុរីម៉ាឡេស៊ីនិងហុងកុងនិងមានលក់នៅក្នុងប្រទេសនិងតំបន់ប្រមាណ70និងនៅទីផ្សារអនឡាញជិត20កន្លែងទៀតក្រុមហ៊ុន Nova Food បានឈ្នះពានរង្វាន់ដូចជាលេខ1នៅក្នុងការនាំចេញទៅកាន់ទីផ្សារនៃមីកញ្ចប់ Losefen របស់ប្រទេសចិនចំនួន5ឆ្នាំជាប់គ្នានិងក្លាយជាអ្នកលក់កំពូលនៃមីកញ្ចប់ Losefen ត្រូវបានលក់រាយនៅក្រៅបណ្ដាញ2019ដល់ឆ្នាំ2023បើតាមបទបង្ហាញសហគ្រាសលាវជូ Losefen មិនត្រឹមតែផលិតមីកញ្ចប់ Losefen ប៉ុណ្ណោះទេតែថែមទាំងមានការច្នៃប្រឌិតជាបន្តបន្ទាប់ដោយបង្កើតឧបករណ៍ផលិតកម្មការកែលម្អដំណើរការផលិតនិងពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ពួកគេដើម្បីរួមបញ្ចូលរសជាតិនិងផលិតផលប្រើប្រាស់ប្រចាំថ្ងៃដើម្បីធ្វើឲ្យរសជាតិនៃមីកញ្ចប់ Losefen កាន់តែមានគុណភាពនិងទទួលបានការពេញនិយមនៅទូទាំងពិភពលោក1月17号左右1月份没错对没错